ខ្លួនអាចបង្កើតនៅរបបប្រយុទ្ធ sniper ពងនិងជើងកំភ្លើងយន្តបាញ់ drone ឬយន្តហោះដោយបញ្ជីបាញ់អូតូពងនិងជើងបាញ់យន្តហោះអាចបាញ់ការពារទីតាំងឬក៏លិនដ្ឋានដំឡើងរថក្រោះឬក៏រថពាដៃអគ្គិសនីបង្កើតកម្មវិធីកូដធនធានល្អសម្រាប់ជាតិយុវជនម្នាក់ស្នើសុំឱកាសប្រើប្រាស់ជំនាញបច្ចេកទេសអភិវឌ្ឍយុទ្ធបកនិងសម្ភារវុធទំនើបដើម្បីចូលរួមចំណែកការពារជាតិកម្ពុជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវកញ្ញរិទ្ធបានបង្ហោះនៅលិខិតមួយរបស់យុវជនម្នាក់ដែលមានឈ្មោះសុកចក្រាពេជ្រដែលបានបង្ហាញនៅបំណងប្រាថ្នារបស់ខ្លួនក្នុងការដែលប្រើប្រាស់ជំនាញបច្ចេកវិទ្យានិងវិស្វកម្មរបស់ខ្លួនដើម្បីចូលរួមចំណែកជួយវិស័យការពារជាតិយោងតាមខ្លឹមសារលិខិតរបស់យុវជនរូបនេះបានបញ្ជាក់ការដែលសិក្សាកម្រិតវិស្វកម្មមធ្យមផ្នែកយានយន្តនិងមានជំនាញផ្នែកកម្មវិធីកុំព្យូទ័រដូចជា SolidWorks C++ និង Python យុវជនខាងលើបានបង្ហាញថាខ្លួនមានចំណង់ចំណូលចិត្តខ្លាំងលើការស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យាអាចមានប្រយោជន៍សម្រាប់វិស័យការពារជាតិនិងសុវត្ថិភាពសម្ដែងរបស់យុវជនខាងលើបានបញ្ជាក់ជូនអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានថាខ្លួនអាចបង្កើតនៅរបបប្រយុទ្ធ sniper ពងនិងជើងកំភ្លើងយន្តបាញ់ drone ឬយន្តហោះដោយបញ្ជីបាញ់អូតូពងនិងជើងបាញ់យន្តហោះអាចបាញ់ការពារទីតាំងឬក៏លិនដ្ឋានដំឡើងរថក្រោះឬក៏រថពាដៃអគ្គិសនីបង្កើតកម្មវិធីកូដចាប់ទីតាំងចម្ងាយសម្រាប់កំភ្លើងធំមានដូចជា Mota BM21 OM70 កម្មវិធីកូដសម្រាប់រ៉ុកែតឬក៏មីស៊ីលដេញតាមដំឡើងបន្ថែមយន្តទម្របាញ់កំភ្លើងធំដោយបំពាក់ប្រព័ន្ធ GPS និងមានច្រើនផ្សេងទៀតយុវជនខាងលើបានបញ្ជាក់ឲ្យដឹងថាឲ្យតែមានទាហានជំនាញប្រាប់បង្ហាញនិងបញ្យល់បន្ថែមខ្លួនអាចធ្វើបាននិងមានប្រសិទ្ធភាពក្នុងលិខិតដដែលនោះលោកបានធ្វើការបញ្ជាក់ពីបំណងចង់ខ្លាយជាអ្នកស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាជូនក្រសួងស្ថាប័នពាក់ព័ន្ធក៏ប៉ុន្តែទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំលើកមុននោះមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេទល់នឹងពេលនេះយុវជនខាងលើបានធ្វើការស្នើសុំមកកាន់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវកញ្ញរិទ្ធសូមជួយណែនាំឲ្យបានឱកាសដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្ហាញសមត្ថភាពនិងគម្រោងរបស់ខ្លួនលិខិតនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំហំទឹកចិត្តស្នេហាជាតិនិងបំណងប្រើនៅសមត្ថភាពរបស់ខ្លួនដើម្បីជាប្រយោជន៍សាធារណៈសម្រាប់ប្រទេសជាតិមាតុភូមិដោយមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ